នេះគឺជាប្រភេទរថយន្ត Audi EX Quattro ស៊េរីឆ្នាំ2026ចំពោះរថយន្តនេះផងដែរគឺយើងទើបតែមានចូលស្តុកថ្មីៗនេះទេនៅខាង LB Auto បងហើយចំពោះរែងនៃរថយន្តនេះវិញនោះគឺបងអាចរត់ល្បឿនបានរហូតដល់623គីឡូម៉ែត្រចំពោះ Audi EX Quattro 2026មួយគ្រឿងនេះគឺជារថយន្តអគ្គិសនីហើយបើសិនជាយើងនិយាយទៅលើកម្លាំង horsepower របស់វាវិញនោះគឺមានរហូតដល់525 horsepower រួមជាមួយនឹងកម្លាំងរមុល725 Newtonម៉ែត្របើសិនជាយើងក្រឡេកមកមើលអំពីសមាសភាពនៃកម្លាំងរថយន្តនេះវិញគឺបងអាចជន់ល្បឿនរហូតដល់205គីឡូម៉ែត្រត្រឹមតែរយៈពេល1ម៉ោងតែប៉ុណ្ណោះបើសិនជាដឹងអំពីល្បឿនរបស់វាវិញនោះគឺបងអាចជន់ចាប់ពីកុងទ័រ0ឡើងទៅដល់100ត្រឹមតែរយៈពេល 3.9 វិនាទីទេបងបើទោះបីជារថយន្តមួយនេះគឺជា concept បែបរថយន្ត sport ក៏ពិតមែនប៉ុន្តែចំពោះទម្ងន់នៃរថយន្តនេះផងដែរគឺឃើញថាមានសភាពធ្ងន់ខ្លាំងមែនទែនតាក់ទងជាមួយនឹងសាច់ដែកវិញគឺមានសភាពក្រាស់ហើយបើសិនជានិយាយអំពីទម្ងន់របស់វាវិញនោះគឺមានទម្ងន់រហូតដល់2តោន7គីឡូបើសិនជាយើងមកដឹងអំពីតម្លៃនៃរថយន្តនេះវិញបងចំពោះតម្លៃគឺត្រឹមតែ$59,500តែប៉ុណ្ណោះបងយើងក្រឡេកមកមើលអំពីជំទាងនៃផ្នែកខាងមុខរថយន្តវិញម្ដងចំពោះភ្លើងផ្នែកខាងមុខនេះគឺឃើញថាមានសភាពស្រស់ស្អាតក៏ដូចជា unique ខ្លាំងមែនតើហើយតាក់ទងអំពី logo Audi នេះវិញនោះគឺគេ design មកជាលក្ខណៈបែបមានភ្លើងអមមុខជាមួយផងដែរចំពោះភ្លើងនេះទៀតនោះគឺចង់បញ្ជាក់ជូនបងទាំងអស់គ្នាឲ្យបានដឹងថាគេបានបំពាក់ជាមួយនឹងភ្លើងដែលរចនាបថបែបជាប់ជាមួយនឹងកាងខាងមុខឡានតែម្ដងហើយចំពោះរថយន្តនេះផងដែរគឺបានបំពាក់មកជាមួយនឹង sensor ultrasonic sensor រហូតដល់12គ្រាប់ចំពោះកាមេរ៉ារបស់វាវិញនោះគឺមានកាមេរ៉ា360 degree ឥឡូវយើងមកដឹងអំពីទំហំកង់នៃរថយន្តនេះវិញម្ដងបងចំពោះទំហំកង់នៃរថយន្ត Audi មួយគ្រឿងនេះគឺមានទំហំរហូតដល់19អ៊ីងហើយបើសិនជាយើងក្រឡេកទៅលើកញ្ចក់មើលក្រោយវិញនោះគឺគេ design មកជាលក្ខណៈបែបកញ្ចក់កាមេរ៉ាដែលកញ្ចក់នេះគឺមានភាពងាយស្រួលក្នុងការមើលនៅផ្នែកខាងក្នុងរថយន្តខ្លាំងមែនតើហើយសូមបញ្ជាក់ផងដែរថាចំពោះរថយន្ត Audi មួយគ្រឿងនេះគឺមានបំពាក់ជាមួយនឹងកាមេរ៉ារហូតដល់11គ្រាប់ផងដែរហើយប្រសិនបើយើងក្រឡេកមកមើលទៅលើដៃទ្វារនេះវិញគឺចំពោះដៃទ្វារនេះគឺមានភាពឆ្លាតវៃមែនតើដោយគ្រាន់តែដាក់ដៃសោកចូលនៅខាងក្នុងនេះទៅគឺវាបើកចេញអូតូម៉ាទិកជូនតែម្ដងមកបងឥឡូវយើងមកមើលពីផ្នែកខាងក្នុងនៃរថយន្តនេះវិញម្ដងចំពោះផ្នែកចង្កូតនេះវិញឃើញថាមានសភាពស្រស់ស្អាតហើយក៏វា comfortable ខ្លាំងមែនតើក្នុងការបើកបរហើយតាក់ទងជាមួយនឹងចង្កូតនេះផងដែរគឺបងប្អូនអាចធ្វើការសេរីបញ្ជាទៅលើ function មួយចំនួនបានដោយងាយស្រួលទៅលើចង្កូតនេះផ្ទាល់តែម្ដងហើយបើសិនជាយើងក្រឡេកមកមើលចំនៅចំណុចកណ្ដាលនេះវិញនោះគឺមានបំពាក់មកជាមួយនឹង radar ដែល radar នេះគឺវាមានភាពងាយស្រួលក្នុងការចាប់ focus ទៅលើមុខរបស់អ្នកបើកបររថយន្តថែមទៀតផងហើយចំពោះកញ្ចក់មើលក្រោយវិញនោះគឺបំពាក់ជាមួយនឹងកាមេរ៉ាដូច្នេះហើយកាមេរ៉ានោះគឺបងអាចធ្វើការមើលដោយផ្ទាល់នៅខាងក្នុង screen នៃរថយន្តនេះតែម្ដងចំពោះកាមេរ៉ានេះផងដែរគឺមានភាពងាយស្រួលក៏ដូចជាធំក្នុងការមើលហើយចំពោះការដែលបងធ្វើការសេរីថយក្រោយអីនោះគឺកាមេរ៉ានេះគឺវាមាន function zoom out ដោយផ្ទាល់តែម្ដងអញ្ចឹងកាមេរ៉ានេះគឺមានអត្ថប្រយោជន៍ខ្លាំងក្នុងការចូលចតខ្លាំងមែនតើបងហើយចំពោះ screen នៃខាងក្នុងរថយន្តនេះគឺបានភ្ជាប់មកជាមួយនឹងភាសាអង់គ្លេសរួចជាស្រេចតែម្ដងដូច្នេះវាមានភាពងាយស្រួលខ្លាំងមែនទែនសម្រាប់បងធ្វើការបញ្ជាទៅលើ option ក៏ដូចជា function នៅក្នុង screen នេះចំពោះ screen នេះផងដែរគឺបងអាចបញ្ជាទៅលើ function បានជាច្រើនក៏ដូចជា option ប្រព័ន្ធសុវត្ថិភាពបានជាច្រើនផងដែរមិនត្រឹមតែប៉ុណ្ណោះចំពោះ beam light គឺមានបំពាក់ជាមួយនឹងកៅអីទាំងពីរខាងមុខសងខាងផងដែរគឺមើលទៅមានសោភ័ណភាពក៏ដូចជាភាពស្រស់ស្អាតខ្លាំងមែនតើតែម្ដងបងចំពោះការ scroll ទៅលើ screen center screen មួយនេះវិញគឺមានសភាព smooth ខ្លាំងមែនតើងាយស្រួលក្នុងការបញ្ជាទៅលើ function option នៃ screen មួយនេះហើយចំពោះ screen មួយនេះផងដែរគឺបងអាចធ្វើការ connect ជាមួយនឹង Apple CarPlay បានទៀតផងរថយន្តមួយគ្រឿងនេះបានភ្ជាប់មកជាមួយនឹង Drive Mode ដែលមានសរុបទាំងអស់5 mode បន្ថែមជាមួយនឹង Special Drive Mode មួយថែមទៀតផងហើយចំពោះ Drive Mode នីមួយៗមានដូចជា Individual, Balanced, Dynamic, Comfort, Efficiency ជាមួយនឹង Efficiency Plus ចំពោះ Drive Mode Individual មួយនេះគឺបងអាចធ្វើការបដូរក៏ដូចជាសេរីទៅតាម style របស់បងនីមួយៗក្នុងការបើកបរនៃរថយន្តមួយនេះហើយចំពោះ Drive Mode Balanced នេះវិញនោះគឺស័ក្តិសមបំផុតក្នុងការបើកបរប្រចាំថ្ងៃវាមានភាពជួយសន្សំសំចៃក៏ដូចជា balance ទៅលើការប្រើប្រាស់ក៏ដូចជាថាមពលនៃថ្មរថយន្តនេះផងដែរចំពោះ Drive Mode Dynamic នេះវិញនោះគឺដូចគ្នាទៅនឹងប្រភេទ Drive Mode Sport Mode ដូចគ្នាចំពោះ Dynamic នេះវិញគឺស័ក្តិសមជាមួយនឹងក្នុងការបើកបរបែបលក្ខណៈវ៉ាចែងហើយវានឹងធ្វើឲ្យកម្លាំងម៉ូទ័រមានសន្ទុះកាន់តែខ្លាំង
អំពី Dry Mode Comfort នេះវិញគឺងាយស្រួលក្នុងការបើកបរក៏ដូចជាអាចប្រើប្រាស់បាននៅក្នុងស្ថានភាពផ្លូវឆ្ងាយព្រមទាំងបើកបរនៅក្នុងទីក្រុងដូចគ្នាចំពោះ Dry Mode Comfort នេះគឺវាជួយធ្វើឲ្យចង្កូតមានភាពធូរងាយស្រួលក្នុងការបើកបរក៏ដូចជាអ្នកក្នុងរថយន្តមានផាសុកភាពទៀតផងចំពោះ Dry Mode Efficiency នេះវិញគឺជាប្រភេទ Dry Mode សន្សំថាមពលក៏ដូចជាកាត់បន្ថយកម្លាំងម៉ូទ័រវាស័ក្តិសមក្នុងការប្រើប្រាស់នៅក្នុងស្ថានភាពផ្លូវឆ្ងាយក៏ដូចជាសន្សំសំចៃនៅពេលដែលរថយន្តគៀកអស់ថ្មផងដែរនិយាយអំពី Special Dry Mode ដែលគេហៅថា Efficiency Plus នេះវិញនោះជាម៉ូដសន្សំសំចៃថាមពលជាអតិបរមាហើយចំពោះម៉ូដនេះដែរគឺស័ក្តិសមក្នុងការប្រើប្រាស់ទៅលើស្ថានភាពផ្លូវ highway ឆ្ងាយឬមួយក៏នៅពេលដែលរថយន្តរបស់បងជិតអស់ថ្មផងដែរចំពោះម៉ូដនេះវានឹងធ្វើឲ្យកម្លាំងម៉ូទ័រត្រូវបានកំណត់ក៏ដូចជា air condition នៅក្នុងរថយន្តរបស់បងប្រើទាបបំផុតចំពោះផ្នែកខាងក្រោយឃើញថាការ design មកគឺមានភាពស្រស់ស្អាតអមជាមួយនឹងភ្លើងមានទាំងខាងមុខជាមួយនឹងខាងក្រោយទៀតផងហើយចំពោះផ្នែកខាងក្រោយនេះគឺយើងមានបំពាក់ជាមួយនឹងកាមេរ៉ានៅខាងក្រោយនេះមួយគ្រាប់ផងដែរចំពោះការបើកគូតក្រោយនេះវិញគឺបងធ្វើការចុចទៅលើប៊ូតុងនៅកន្លែងនេះចាហើយតទៅជាមួយនឹងផ្នែកគ្រប់ខាងក្រោយនេះគឺដាក់អីវ៉ាន់បានយ៉ាងច្រើនទៀតផងបងបន្ថែមពីនោះទៅទៀតគឺវាមានមកជាមួយនឹងប្រភេទពួក radio ដើម្បីការពារទៅលើកម្ដៅក្នុងការដាក់អីវ៉ាន់នៅផ្នែកខាងក្រោយនេះបានដែរអញ្ចឹងសូមបញ្ជាក់ផងដែរថាចំពោះរថយន្ត Audi មួយគ្រឿងនេះគឺមានតម្លៃត្រឹមតែ$59,500ប៉ុណ្ណោះបងហើយប្រសិនបើបងមានចំណាប់អារម្មណ៍ទៅលើប្រភេទរថយន្តមួយគ្រឿងនេះកុំភ្លេចតាក់ទងមកតាមរយៈនាងខ្ញុំសុផាណាត់ LB Auto ដែលមានលេខទូរស័ព្ទនៅខាងក្នុងវីដេអូនេះផ្ទាល់ឬមួយក៏បងអាចអញ្ជើញទស្សនាផ្ទាល់បាននៅខាង showroom LB Auto ដែលមានអាសយដ្ឋានស្ថិតនៅលើផ្លូវឧញ្ញាមនរដ្ឋីកែងស្តុកអេអន2ចាសូមអរគុណបាយបាយ